សម្រាប់អូនដែលគាត់រៀនខ្សោយហើយគាត់ប្រឡងចង់បានតែមួយជាប់អ្នកតគ្នាមើលវីដេអូនេះសិនបានហើយសម្រាប់អូនដែលគាត់ហ៊ានប្រកែហើយគាត់មើលវីដេអូនេះទៅតែទទួលបានពិន្ទុខ្ពស់ជាងមុនទៀតខ្ញុំធ្វើវីដេអូនេះឡើងមិនមែនចង់ឲ្យអូនខ្ជិលនៅក្នុងការរៀនទេប៉ុន្តែអ្នកតគ្នាត្រូវតែផឹងនៅក្នុងការរៀនបន្តទៀតហើយវិធីសាស្ត្រ3នេះអ្នកតគ្នាយកទៅអនុវត្តទៅគឺពិតជាល្អខ្លាំងមែនតើប៉ុន្តែមុននឹងចូលវីដេអូមួយនេះដែរអ្នកតគ្នាកុំភ្លេចចុច report like ក៏ដូចជា mention មិត្តភ័ក្តិយើងឃើញវីដេអូនេះបានកាន់តែច្រើនកាន់តែល្អដោយសារតែវីដេអូនេះគឺខ្លីខ្លឹមខ្លាំងតែម្ដងវិធីសាស្ត្រទី1ត្រូវតែធ្វើក៏ដូចជារំលឹកមេរៀនណាដែលចេញប្រឡងច្រើនជាងគេអញ្ចឹងអ្នកតគ្នាអាចបកទៅមើលវិញ្ញាសាបាក់10ឆ្នាំចាស់ៗបានឧទាហរណ៍ limit គឺគេចេញរៀងធរណីមាត្រច្រើនជាងគេអញ្ចឹងអ្នកតគ្នាព្យាយាមនៅក្នុងការបដោតក៏ដូចជា focus ទៅលើមេរៀនមួយហ្នឹងសុំអ្នកតគ្នាទៅធ្វើមេរៀនផ្សេងៗទៀតដើម្បីកុំឲ្យអ្នកតគ្នាខាតពេលទៅលើមេរៀនណាដែលអត់សូវចេញប្រឡងវិធីសាស្ត្រទី2ត្រូវអនុវត្តលំហាត់ក៏ដូចជាមេរៀនណាដែលអ្នកតគ្នាខ្សោយចំណុចនេះគឺសំខាន់ខ្លាំងមែនតើបើសិនជាលំហាត់មួយហ្នឹងចេញប្រឡងទៅទទួលបានពិន្ទុខ្ពស់ហើយអ្នកតគ្នាអត់ចេះធ្វើនេះហើយគឺជាបញ្ហាអញ្ចឹងដើម្បីដោះស្រាយបញ្ហាមួយហ្នឹងអ្នកគ្នាត្រូវតែចេះនៅក្នុងការអនុវត្តលំហាត់នៅផ្ទះជារៀងរាល់ថ្ងៃតេស្តប្រឡងខ្លួនឯងអញ្ចឹងទៅអ្នកតគ្នាទៅធ្វើឲ្យអ្នកតគ្នាទទួលបានតាំងពិន្ទុល្អហើយយកឈ្នះទៅលើមេរៀនដែលយើងអត់ចេះនឹងទៀតវិធីសាស្ត្រទី3បើសិនជាអ្នកតគ្នាមានពេលនឹងសេះសល់ច្រើនអ្នកតគ្នាអាចទៅធ្វើលំហាត់ដែលគេអត់សូវចេញប្រឡងបានចំណុចនេះក៏ជួយអ្នកតគ្នាដែរនិយាយទៅយើងរៀនមិនមែនដើម្បីតែបាក់ដប់មួយអ្នកតគ្នានៅពេលដែលយើងរៀនចប់ទៅយើងអាចទៅ apply អាហារូបករណ៍អីផ្សេងៗអញ្ចឹងវាអាចនឹងចេញលំហាត់ដែលអត់សូវចេញប្រឡងបាក់ដប់នឹងដូចគ្នាដែរវាចៃដន្យអញ្ចឹងអ្នកតគ្នាបើសិនជាមានពេលអាចទៅ check មើលលំហាត់ដែលអត់សូវចេញប្រឡងបានហើយសម្រាប់វីដេអូថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ